តតែឃើញច្បាស់នឹងភ្នែកអញ្ចឹងបានជឿបងប្អូនណាគឺពិតតែម្ដងបងប្អូនធ្លាប់ឃើញគេដាំអាស័យចេញជាតាពាំងបាទនេះដើមអាស័យនេះចេញជាតាពាំងបាទចេញជាតាពាំងចំណែកដើមអាស័យនេះដាំអាស័យចេញជាកូនអាស័យបងប្អូនណានេះជាកូនអាស័យពិតបាទចម្លែកអញ្ចឹងតតែឃើញច្បាស់នឹងភ្នែកអញ្ចឹងបាទខ្ញុំជឿបាទអនុញ្ញាតជំរាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះមកដល់ផ្ទះបងប្រុសតែគាត់ដាំឫស្សីចេញជាកូនអាស័យបាទចម្លែកដោយសារគាត់ឆាត់មកខ្ញុំថាធ្លាប់តែដាំអាស័យចេញមកជាទំពាំងអាស័យបាទចម្លែកអីអាស័យមកគុំនេះគាត់ដាំមកចេញតែដាំអាស័យទូចអត់មានឃើញទំពាំងទេបាទអញ្ចឹងយើងចូលទៅតាមដានបាទវីដេអូជាមួយខ្ញុំទាំងអស់គ្នាតតែឃើញច្បាស់នឹងភ្នែកអញ្ចឹងបានជឿបងប្អូនណាគឺពិតតែម្ដងបងប្អូនធ្លាប់ឃើញគេដាំអាស័យចេញជាតាពាំងបាទនេះដើមអាស័យនេះចេញជាតាពាំងបាទចេញជាតាពាំងចំណែកដើមអាស័យនេះដាំអាស័យចេញជាកូនអាស័យបងប្អូនណានេះជាកូនអាស័យពិតបាទចម្លែកអញ្ចឹងតតែឃើញច្បាស់នឹងភ្នែកអញ្ចឹងបាទខ្ញុំជឿខ្ញុំធ្លាប់តែឃើញចាស់ពីដើមគាត់ដាំអាស័យចេញជាទំពាំងក៏ប៉ុន្តែដាំអាស័យនេះដាំអាស័យចេញជាកូនអាស័យបងប្អូនបាទនេះកូនអាស័យកូនអាស័យពិតណាបងប្អូនណាពិតអញ្ចឹងយើងមើលពីចម្ងាយបាទនេះគឺជាដើមអាស័យក៏ប៉ុន្តែយើងដាំអាស័យមកចេញកូនអាស័យបាទនេះកូនអាស័យបែកមេសាខាច្រើនបងប្អូនណាឃើញទេអញ្ចឹងតតែឃើញច្បាស់នឹងភ្នែកអញ្ចឹងបានយើងជឿឮតែគេថាបាទម្ចាស់ដាំអាស័យហ្នឹងគាត់ឆ្ងល់ដែរគាត់ថាធ្លាប់តែដាំអាស័យចេញជាតាពាំងហេតុអ្វីអាស័យរបស់គាត់នេះដាំទៅចេញជាកូនអាស័យបាទចេញមកស្អេទៅបងប្អូនណាចេញមកចេញជាកូនអាស័យតូចមេឃធៀងបងប្អូនបាទខុសពីគុំអាស័យគេផ្សេងគុំអាស័យគេផ្សេងគេដាំមកចេញជាតាពាំងហើយចំណែកគុំអាស័យមួយគុំនេះបាទដាំមកចេញជាកូនអាស័យបងប្អូនណាក៏ចេញជាកូនអាស័យឆ្មេឃឃើញទេក្នុងមួយគុំនោះចេញមកច្រើនអញ្ចឹងតតែឃើញច្បាស់នឹងភ្នែកអញ្ចឹងបានយើងជឿបងប្អូនឮតែគេថាមិនដែលដាំអាស័យចេញជាកូនអាស័យទេធ្លាប់ចេញជាកូនតាពាំងក៏ប៉ុន្តែគុំអាស័យនេះដាំមកចេញជាកូនអាស័យបាទចម្លែកដែរអញ្ចឹងខ្ញុំទើបតែឃើញដែរទេបងប្អូនណាយើងធ្លាប់ឃើញដាំអាស័យវាមានខ្នែងមានអីអញ្ចឹងណាបាទមានខ្នែងអញ្ចឹងទៅក៏ប៉ុន្តែអាស័យនេះចេញពីគួរមកតែម្ដងណាបងប្អូនណាឃើញទេចេញពីគួរមកតែម្ដងចេញកូនអាស័យពីគួរមកទូចអញ្ចឹងបានថាតតែយើងឃើញនឹងភ្នែករបស់យើងមកយើងជឿបាទឮគេថាបាទឮគេថាទៅដើមអាស័យដាំទៅវាមិនដែលចេញកូនអាស័យចេញពីតាពាំងហើយហេតុអីបានអាស័យហ្នឹងដាំមកចេញជាកូនអាស័យបាទនេះពីគួរតែម្ដងចេញមកពីគួរបាទខុសគេអត់បាទចេញពីគួរតែម្ដងអញ្ចឹងយើងទៅមើលគុំអាស័យនៅផ្សេងទៀតហើយបងប្អូនដែលគាត់ចង់បានអាស័យយកទៅដាំធ្វើជាតាពាំងបងប្អូនអាចទំនាក់ទំនងបានដោយសារកន្លែងរបស់គាត់នេះមានការផ្សំដាំអាស័យបាទសម្រាប់លក់បងប្អូនយកទៅដាំយកទៅពាំងបាទអញ្ចឹងដាំអាស័យនេះគឺអត់មានកូនអាស័យទេគុំអាស័យមួយគុំនេះគឺមានតាពាំងតែម្ដងបងប្អូនណានេះតាពាំងអាស័យបាទតាពាំងនេះយើងអាចស្លបានបាទកាលណាយើងដាំទៅវាចេញជាតាពាំងចេះបាទអញ្ចឹងគុំនេះយើងដាំមកចេញជាតាពាំងនេះបងប្អូនអាចយកទៅកាត់យកទៅហូបស្លហូបបានបាទអញ្ចឹងគុំអាស័យផ្សេងនេះគឺបាទចេញមកជាតាពាំងបងប្អូនណាបាទតាពាំងនេះដុះមកតាពាំងស្ញេតែម្ដងហើយបងប្អូនត្រូវការបាទត្រូវការដាំអាស័យយកទៅដាំយកតាពាំងលក់ឬមួយស្លបងប្អូនអាចទំនាក់ទំនងបានដោយសារកន្លែងគាត់នេះមានការផ្សំដាំអាស័យបាទផ្សំដាំអាស័យទុកសម្រាប់បងប្អូនបាទយកទៅដាំបន្តដើម្បីយកជាតាពាំងយកស្លក៏បានបងប្អូនដាំសម្រាប់បាទទុកលក់ក៏បានដែរបាទនេះចេញមកតាពាំងបងប្អូនណាបាទអញ្ចឹងវាដុះមកវាចេញជាតាពាំងហើយដាំអាស័យមិនមែនចេញកូនអាស័យស្ញេហ្នឹងទេបាទបើយើងបែកមេឃបែកខ្នែងចេះវាមិនអីអានេះបែកមេឃបែកខ្នែងវាអត់អាលូនដូចមកគុំនោះចេញមកកូនអាស័យឡើងស្មេតែម្ដងបាទអរគុណសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំបាទបើមានពាក្យពេចន៍លើខ្វះហើយក៏សូមខន្តីអភ័យទោសរកកំហុសដែលកើតមានឡើងបងប្អូនកុំភ្លេចជួយ like ជួយ share និងជួយ comment នៅក្នុង page ដើម្បីឲ្យបានវីដេអូនេះទៅដល់បងប្អូនផ្សេងៗបន្តទៀតបាទអរគុណ